ខ្ញុំបាទសូមជម្រាបសួរជួបគ្នាម្ដងទៀតជាមួយខ្ញុំបាទ CMP Defense ថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីរក្រោះប្រភេទ T55 AM2 BP ដែលជាការស្នើសុំចេញពី Subscriber របស់ CMP Defense សម្រាប់រក្រោះនេះមានឈ្មោះល្បីល្បាញក្នុងសម័យកាលមុនហើយវាមានប្រទេសជាង50ប្រទេសដែលកំពុងប្រើប្រាស់រក្រោះនេះបានធ្វើទំនើបកម្មផ្សេងៗដូចជាការដាក់បន្ថែមនៅ Detect ប្រព័ន្ធការពារខ្លួន NBC និងប្រព័ន្ធការពារចេញពីវិទ្យុសកម្មព្រមទាំងមានប្រព័ន្ធចម្រោះជាតិគីមីផងដែរហើយប្រភេទ Update មួយចំនួនបានដាក់ប្រព័ន្ធការពារខ្លួនដូចជា Missile ការពារខ្លួនបាញ់កំទេចរ៉ុកែតប្រឆាំងនឹងរក្រោះឬក៏ Missile ប្រឆាំងនឹងរក្រោះT55 នេះបានផលិតដោយសហភាពសូវៀតដោយក្រុមហ៊ុន Moskul នៅក្នុងឆ្នាំ1945ហើយបានធ្វើទំនើបកម្មផ្សេងៗនៅក្នុងនោះប្រទេសឆេកបានធ្វើទំនើបកម្មពី T55 ទៅជា T55 AM2 ដែលមានទម្ងន់ 38 តោនប្រវែង 6.45 ទទឹង 3.37 ម៉ែត្រកម្ពស់ 2.40 ម៉ែត្រហើយវាប្រើប្រាស់យុទ្ធជន4នាក់កម្លាំងម៉ាស៊ីនរបស់វាគឺ610 Fest វាប្រើប្រាស់ប្រេងម៉ាស៊ូតចំណុះ961 លីត្រវាមានល្បឿនពី45ទៅ50គីឡូម៉ែត្រក្នុង1ម៉ោងដែលអាចចល័តបានចម្ងាយ410គីឡូទៅ650គីឡូម៉ែត្រសម្រាប់រក្រោះនេះវិញវាមានសភាវុធដូចជាកាភ្លើងធំ100មីលីម៉ែត្រដែលជាប្រភេទ D10T ហើយវាមានគ្រាប់38គ្រាប់ហើយវាមានប្រព័ន្ធទប់លំនឹងលើកាភ្លើងធំនេះដែរហើយវាអាចបាញ់បានចម្ងាយ5គីឡូម៉ែត្រវាមានកាភ្លើងយន្ត 12.7 មីលីម៉ែត្រនិង 7.62 មីលីម៉ែត្រផងដែរបើយើងមើលពីប្រព័ន្ធការពារនៃរក្រោះ T55 AM2 រក្រោះនេះមានប្រភេទ Missile 9K106 Paston ដែលជា Missile បាញ់កំទេចរ៉ុកែតប្រឆាំងនឹងរក្រោះហើយវាមានចំនួន5គ្រាប់ហើយវាអាចការពារខ្លួនចម្ងាយ100ម៉ែត្រចេញពីរក្រោះយើងមិនដឹងច្បាស់ថាកម្ពុជាបានបំពាក់ប្រព័ន្ធការពារនេះនៅលើរក្រោះ T55 របស់យើងនោះឡើយដែលគ្មានព័ត៌មានច្បាស់ហើយនឹងគ្មានរូបភាពដែលបង្ហាញថាកម្ពុជាបានបំពាក់លើរក្រោះប្រភេទ T55 AM2 ដែលយើងបានទិញនោះឡើយប្រព័ន្ធនេះមិនបានបំពាក់គ្រប់ទាំងរក្រោះដែលបានធ្វើទំនើបកម្មនោះទេអាស្រ័យទៅលើការបញ្ជាទិញឬក៏អាស្រ័យទៅលើការដាក់ទំនើបកម្មនោះដូច្នេះយើងអត់ដឹងច្បាស់ថាកម្ពុជាយើងមានប្រព័ន្ធនេះដាក់ទៅលើរក្រោះ T55 របស់យើងនោះឡើយបើយើងមើលពីការធ្វើទំនើបកម្មរបស់ T55 AM2 គេបានធ្វើទំនើបកម្មឲ្យប្រសើរឡើងទៅលើប្រព័ន្ធបាញ់កម្លាំងម៉ាស៊ីនវាខ្លាំងជាងមុននិងប្រព័ន្ធការពារខ្លួនថែមទៀតទៅលើនិវឹកហើយព្រមទាំងប្រព័ន្ធដទៃទៀតកម្ពុជាយើងបានប្រើប្រាស់ក្រោះនេះជាច្រើនប្រភេទហើយច្រើនហ្វ្រីទាំងហ្វ្រីចាស់និងហ្វ្រីទំនើបកម្មផងដែរតាមឯកសារបាននិយាយថាកម្ពុជាយើងបានទិញ T55S T55A និង T55 AM2 BP ទោះបីជាយើងមិនទាន់មានរក្រោះទំនើបដូចជាប្រទេសដទៃតែរក្រោះនេះបានធ្វើការបម្រើប្រទេសកម្ពុជាយើងពេលវេលាសង្គ្រាមយើងសង្ឃឹមថានៅថ្ងៃខាងមុខកម្ពុជាយើងនឹងមានរក្រោះទំនើបដូចជាប្រទេសដទៃផងដែរបាទខ្ញុំបាទសូមអរគុណសម្រាប់ការទស្សនានៅក្នុងវីដេអូរបស់ខ្ញុំជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយៗ